បាទសម្រាប់បងប្អូនអ្នកឆ្នាំថោះដែលតឹងរងចាំការមើលរិស័យពីខ្ញុំបាទឥឡូវคลิปនេះគឺជាคลิปមើលរិស័យសម្រាប់បងប្អូនអ្នកឆ្នាំថោះនៅក្នុងខែ7ហើយសូមជម្រាបលេខនាំសំណាងសម្រាប់បងប្អូនអ្នកឆ្នាំថោះបាទអញ្ចឹងបងប្អូនអ្នកឆ្នាំថោះចង់ឲ្យហេងកាន់តែខ្លាំងអាចខមមិនលេខនាំសំណាងគឺលេខ467បងប្អូនអាចខមមិនលេខនាំសំណាងនឹងហើយ share ចេញទៅណាបងប្អូនណាបាទអញ្ចឹងពេលដែលបងប្អូនខមមិនលេខ467 share ចេញបងប្អូននឹងទទួលបានលាភសំណាងប្រចាំនៅខែ7នេះហើយបាទមានតែអ្នកឆ្នាំថោះទេណាបងប្អូនសម្រាប់បងប្អូនទាំងឡាយណាដែលបានមាននិស្ស័យឃើញคลิปវីដេអូដែលខ្ញុំមើលរិស័យនេះបងប្អូនក៏អាចខមមិនហើយ share ចេញដើម្បីបានលាភបានសំណាងផងដែរបាទអញ្ចឹងសម្រាប់បងប្អូនអ្នកឆ្នាំថោះរិស័យបកគាត់នៅក្នុងខែ7នេះតើយ៉ាងម៉េចទៅហើយเนาะបាទថោះគឺជាធាតុឈើសម្រាប់បងប្អូនឆ្នាំថោះទាំងឡាយបាទបើសិនជាដួងរាសីបងប្អូនមានរាសីត្រូវជាមួយធាតុឈើផងបងប្អូននឹងទទួលបានលាភសក្ការៈធំបានជោគជ័យលើអាជីពមុខរបរជួបលាភសក្ការៈដ៏មហិមានៅក្នុងខែ7ហ្នឹងបាទសម្រាប់បងប្អូនទាំងឡាយណាដែលគាត់មានតួនាទីការងារនៅក្នុងមន្ត្រីរាជការឬមួយក៏ការងារជាមួយនឹងក្រុមហ៊ុនយកប្រាក់បៀវត្សជើងលេខបក់យើងនៅក្នុងខែ7នេះឃើញថាមានការចូលចិត្តពីមិត្តភ័ក្តិរួមអាជីពជាមួយគ្នាបាទជួយគ្នាទៅវិញទៅមកបាទពឹងពាក់មិត្តភ័ក្តិរួមការងារយើងហ្នឹងគឺពឹងពាក់អីក៏ពួកគាត់ជួយយើងបាទមានន័យថាជួយយើងឲ្យជួយរឹតតែកាន់តែសម្រេចការងារដែលបងប្អូនអ្នកឆ្នាំថោះកំពុងតែអនុវត្តបាទអញ្ចឹងបងប្អូនអ្នកឆ្នាំថោះបើសិនជាគាត់ជាអ្នកលក់ដូររស់ស៊ីអ្នកធ្វើការជាមន្ត្រីរាជការបាទនៅក្នុងខែ7នេះដែរឃើញថាគាត់ឆ្លៀកពាក់តែងខ្លួនបានសមរម្យគួរឲ្យស្រឡាញ់គួរឲ្យចូលចិត្តបាទតាក់ទាញភេទផ្ទុយគ្នាបាទមិនត្រឹមតែប៉ុណ្ណោះបាទសម្រាប់បងប្អូនមិនថាជាអ្នកធ្វើការឬមួយក៏អ្នកធ្វើចំនួនលក់ដូររស់ស៊ីទេបាទនៅក្នុងខែ7នេះជើងលេខកំណត់មកថាមានមុនស្នេហ៍តាក់ទាញខ្លាំងមែនទៀតទៅដល់កន្លែងណាមានញាតិមិត្តបងប្អូនឬមួយក៏ការលក់ដូរប្រស័យតាក់ទងជាមួយអតិថិជនហ្នឹងគឺពាក្យសម្ដីការនិយាយស្ដីហ្នឹងផ្អែមល្ហែមទុនភ្លុនមានភាពតាក់ទាញទៅលើមនោសញ្ចេតនានាំឲ្យសេចក្តីស្នេហាកើតឡើងបាទសាយភាយទៅលើមនោសញ្ចេតនាទាំងឡាយទៅដល់មនុស្សទីតីដែលបានមកសហការឬមួយក៏និយាយស្ដីឬមួយតអ្នកតនងទិញដូរជាមួយយើងនឹងបញ្ជាក់ថាអ្នកឆ្នាំថោះនៅក្នុងខែ7នេះមានអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយហើយមានមុនស្នេហ៍ខ្លាំងអញ្ចឹងក៏ជាពេលវេលាមួយសម្រាប់បងប្អូនអ្នកឆ្នាំថោះហ្នឹងបើសិនជាមិនទាន់មានដៃគូស្នេហាទេគឺជាពេលវេលាដែលអ្នកឆ្នាំថោះអាចកត់សម្គាល់ចំណាំតើបុគ្គលណាមួយដែលយើងពេញចិត្តបំផុតអាចតំណាក់តំណងបាទចងស្ពានមេត្រីឬក៏ចងសម្ព័ន្ធភាពស្នេហាបាននៅក្នុងខែ7នេះផងដែរបាទហើយបើសិនជាអ្នកមិនទាន់មានស្នេហាចង់ទន្ទឹងរកស្នេហាយូរហើយតែមិនជួបគឺមកជួបនៅក្នុងខែ7ឡើងហើយបាទអញ្ចឹងសម្រាប់បងប្អូនអ្នកឆ្នាំថោះមិនថាប្រុសស្រីដែលពេញវ័យអាចជួបគូស្នេហ៍ពិតនៅក្នុងខែ7នេះបាទប៉ុន្តែកុំភ្លេចណាខមមិនលេខ467 share ចេញ
ដើម្បីឲ្យកាន់តែទទួលបានធម៌ពលហេងពីបយាកាសធាតុកាសនិងចក្រវាលនេះស្រោចបញ្ចូលទៅលើដួងจิตาរិស័យបុគ្គលឆ្លាំងថោះកាន់តែខ្លាំងកាន់តែច្រើនបាទអញ្ចឹង complete share 467ណា complete share ក៏មិនឲ្យ share លេខនឹងចេញទៅបាទទោះជាយ៉ាងណាក៏ដោយនៅមានបុគ្គលឆ្នាំថោះដែលគាត់ខកបំណងចង់បានតួនាទីការងារភារកិច្ចឬមួយក៏លៀបសការៈធំមិនទាន់បានដូចចិត្តហ្នឹងបងប្អូនអាចសាកល្បងរៀបចំគ្រឿងសការៈដើម្បីរៀបចំបែបបន់ទីវតាទ្រព្យដែលនឹងចូលមកដល់នៅថ្ងៃទី10ណាបងប្អូនណាកុំភ្លេចធ្វើបាទមិនថាតែអ្នកឆ្នាំណាទេទាំង12ឆ្នាំទាំងចាស់ទាំងក្មេងបើសិនជាចង់បានលៀបសការៈអាចធ្វើការបួងសួងសែនបែបន់ទេវតាទ្រព្យដែលនៅក្នុងថ្ងៃទី10ខាងមុខនេះគឺជាពេលវេលាល្អពិសេសខ្លាំងអាចបួងសួងសែនដើម្បីឲ្យទទួលបានលៀបសការៈលុយកាក់កាន់តែហូរចូលតាមរយៈមុខរបរអាជីពឬក៏ការងារឬមួយក៏តួនាទីរបស់យើងថែមទៀតបាទសម្រាប់ព័ត៌មានផ្សេងៗដែលបងប្អូនចង់តំណាក់តំណងមកខាងស្ថាប័នយើងខ្ញុំអាចទេឬក៏ឆាតតាមលេខទូរស័ព្ទ016 923 888បាទអរគុណច្រើន